ស្នាដៃទាំង28ផ្ទាំងហ្នឹងបានយើងបានកំណត់យកប្រធានបទមួយដែលតាក់ទងទៅនឹងស្រមោលហើយនឹងពន្លឺថ្ងៃនេះគឺខ្ញុំបានតាំងពិព័រណ៍នៅសន្តាគារ Plantation ស្នាដៃទាំងអស់ហ្នឹងមានចំនួន28ផ្ទាំងដែលនិយាយអំពីដំណើរទេសចរបាទទេសចរដែលខ្ញុំបានធ្វើដំណើរទៅកាន់តំបន់នានាបាទដូចជាតាមដងទន្លេសាបនិងនៅទីក្រុងដែលតាក់ទងទៅនឹងធម្មជាតិនិងបរិស្ថានបាទហើយបានបង្កើតជាស្នាដៃសិល្បៈបាទនៅក្នុងពេលនេះហើយដោយស្នាដៃទាំង28ផ្ទាំងហ្នឹងបានយើងបានកំណត់យកប្រធានបទមួយដែលតាក់ទងទៅនឹងស្រមោលហើយនឹងពន្លឺបាទស្រមោលហើយនឹងចំណាំងផ្លាតបាទដែលឆ្លុះបញ្ចាំងអំពីបច្ចេកទេសគឺការងារសិល្បៈដែលខ្ញុំបានធ្វើហ្នឹងមានដោយសារស្រមោលតាក់ទងទៅនឹងរូបសខ្មៅបាទរូបសខ្មៅដែលយើងគូពីទឹកខ្មៅចិននៅលើក្រដាសហើយនឹងពណ៌គេហៅពណ៌ទឹកបាទពណ៌ទឹកហើយនឹងពណ៌បាទប្រេងហើយនឹងពណ៌អាគ្រីលិកបាទដូច្នេះវាមានរូបដែលតាក់ទងបច្ចេកទេសពីរគឺរូបមួយចំនួនអំពីការប្រើពណ៌សខ្មៅហើយនឹងរូបមួយចំនួនប្រើជាពណ៌ធម្មបញ្ចេញជាពណ៌ធម្មជាតិមានចម្រុះពណ៌អញ្ចឹងបានថាពណ៌ខ្មៅគឺនិយាយពីស្រមោលហើយនឹងអ្វីដែលជារូបដែលយើងមើលឃើញលក្ខណៈធម្មជាតិគឺជាពន្លឺដោយតាក់ទងនឹងការនឹងត្រូវនឹងសម្រស់ព្រះអាទិត្យបាទហើយការតាំងពិព័រណ៍នោះមានគោលបំណងទី1គឺផ្សព្វផ្សាយជូនភ្ញៀវជាតិនិងអន្តរជាតិបាទដែលស្នាក់នៅក្នុងស្ថានភាពនេះបានមើលហើយនឹងផ្សព្វផ្សាយដល់មហាជនក៏ដូចជាសិស្សានុសិស្សតាមរយៈប្រព័ន្ធអនឡាញនានាបានចូលមកទស្សនាមើលអំពីបច្ចេកទេសរបស់ខ្ញុំហើយការមើលនេះក៏ជាចំណេះដឹងមួយបាទដល់សិល្បករក៏ដូចជាបងប្អូនសិស្សានុសិស្សដែលបានកំពុងសិក្សាលើវិស័យសិល្បៈនេះអាចឆ្ងល់អាចសួរបាននៅទទួលបាននៅចំណេះដឹងពីខ្ញុំនឹងប្រាប់អំពីរបៀបប្រើរបៀបគូបាទហើយពិព័រណ៍នេះដាក់តាំងរយៈពេល1ខែកន្លះបាទចាប់ពីថ្ងៃសម្ពោធនេះទៅដល់បាទរយៈពេល1ខែកន្លះនឹងចប់អញ្ចឹងសូមគ្រប់អញ្ជើញសាធារណជនក៏ដូចជាសិល្បករសិស្សានុសិស្សអាចមានឱកាសបាទមានពេលទំនេរអាចអញ្ជើញចូលមកទស្សនាការតាំងពិព័រណ៍នៅសន្តាគារ Plantation នេះបានចាប់ពីល្ងាចនេះរហូតបាទដល់រយៈពេល1ខែកន្លះបាទហើយបើមានការចម្ងល់ផ្សេងអីខ្ញុំនឹងបាទជួយបកស្រាយបន្ថែមអំពីអត្ថន័យឬមួយក៏អំពីខ្លឹមសារនៃរូបភាពចំពោះរូបមួយចំនួនដែលជារូបអកំបាំងជារូប abstract ដែលបងប្អូនពិបាកក្នុងការយល់អីចឹងណាបាទនឹងអាចសួរខ្ញុំបានបាទធម្មតាការតាំងពិព័រណ៍គឺមាន2គឺទី1គឺការស្វែងរករបៀបថាផ្នែកពាណិជ្ជកម្មដែរណាបាទវិស័យសិល្បៈវប្បធម៌គឺយើងត្រូវការគ្រប់គ្រងគឺផ្នែកសេដ្ឋកិច្ចបាទយើងអាចដាក់លក់នៅទីនេះបាទដាក់លក់បាទភ្ញៀវចាប់អារម្មណ៍ភ្ញៀវជាវអញ្ចឹងទៅបាទភ្ញៀវជាវអាចទិញរូបនឹងបានទី2ក៏ជាការផ្សព្វផ្សាយបាទផ្សព្វផ្សាយនៅសិល្បៈសហសម័យខ្មែរយើងតែបច្ចុប្បន្នកំពុងតែមានការរីកចម្រើនបាទបច្ចុប្បន្នហ្នឹងគឺរីកចម្រើនខ្លាំងមានបងប្អូនសិស្សានុសិស្សនៅតាមបណ្ដាខេត្តក៏ដូចជាសិស្សនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈក៏ដូចជាតាមអង្គការសមាគមនានាឥឡូវហ្នឹងគឺថាឃើញធ្វើសិល្បៈច្រើនហើយឃើញមានចំណេះដឹងលើវិស័យសិល្បៈសហសម័យហ្នឹងច្រើនឃើញទឹកដៃបងប្អូនជំនាន់ក្រោយល្អច្រើនយើងសង្ឃឹមថាយើងរៀនពីគ្នាទៅវិញទៅមកបាទដើម្បីធ្វើឲ្យប្រទេសយើងមានការរីកចម្រើនទាំងការអភិរក្សផ្នែកសិល្បៈបុរាណនិងការធ្វើឲ្យមានសន្ទុះផ្នែកសិល្បៈបែបទំនើបបាទបែបសហសម័យបាទឥឡូវហ្នឹងគឺថាតាមរយៈការរីកចម្រើនលូតលាស់ในវិស័យសិល្បៈហ្នឹងខ្ញុំក៏មានសារខ្លះផ្ដាំផ្ញើទៅមហាជនឲ្យសូមឲ្យងាកមកគ្រប់គ្រងបាទគ្រប់គ្រងនៅស្នាដៃសិល្បៈខ្មែរយើងនឹងឲ្យបានច្រើនទាំងទម្រង់បុរាណនិងទាំងទម្រង់សម័យបាទគ្រប់គ្រងបាទទាំងស្មារតីក៏ដូចជាថវិកាឧបត្ថម្ភជួយឲ្យអង្គការសមាគមក៏ដូចជាបងប្អូនសិល្បករឯហ្នឹងឲ្យបានគាត់បានរៀនបន្តទៀតបាទឥឡូវហ្នឹងមានការដូចថាការស្នើសុំជួយឧបត្ថម្ភផ្សេងតាមរយៈ Facebook ដល់សិល្បករអីចឹងអានឹងជួយគាត់ទៅដើម្បីគាត់បានបន្តចុះទៅមូលដ្ឋានដើម្បីគូជាក្រុមគូអីចឹងណានឹងបានគូកណាគាត់បានគាត់បានឃើញនៅទស្សនវិជ្ជាខាងក្រៅគាត់មានបញ្ញាញាណបាទប្លែកពីខាងក្រៅហើយគាត់មកច្នៃប្រឌិតខាងក្នុងអារម្មណ៍របស់គាត់ទៀតទៅធ្វើឲ្យគាត់មានការរីកចម្រើនលូតលាស់បាទ